ស្រីរតនិងស្រីណែតពួកគេជាមិត្តនឹងគ្នាតាំងពីតូចៗមកម្ល៉េះធប់មកជាមួយគ្នារៀនសាលាជាមួយគ្នាក្រោយចាប់ថ្នាក់បាត់ឌុបពួកគេនឹងឡើងទៅបន្តការសិក្សានៅទីក្រុងភ្នំពេញស្រីរត់ហើយស្រីរន់រួចហើយនៅឯងឡានគេមកដល់ហើយចាំតែនៅលោកតកងឡានប្រហែលជាវាចិត្តរួចហើយរួចហើយអីក៏បន្តម្លេះអញនេះគ្នារវល់នៅកិតនឹងណៃខ្លាចទៅដល់ភ្លេចរបស់នៅផ្ទះនេះរៀបចំតាំងពីយំនៅមិនទាន់អស់ទៀតមែនទេខ្ញុំវិញរៀបចំតាំងពីល្ងាចមកម្លេះរៀបរួចហើយតែចិត្តនឹកក្រៃមិនភ្លេចនឹងណៃនេះយើងទៅឆ្ងាយត្រូវតែកាត់ឲ្យអត់តិចហើយព្រោះបើភ្លេចមិនងាយនឹងមកយកនោះទេហេតុតែគេណោះជាសាពូកាធ្វើໄວកំត់ចាត់ដែរណងអាយនៅធ្វើអីទៀតដៃវ៉ាន់ចូលឡានតែងនៅយូដាណាទៀតមិនធ្ងន់ទេអីអ្នកមីងជំរាបសួរចាក្មួយមើលថែគ្នាផងទៅណាក្មួយតែរៀននៅទីក្រុងមានតែគ្នា2នាក់បានក្មួយទៅជាមួយគ្នាបែបនេះមីងមិនសូវបារម្ភមិនអីទេមីងពួកខ្ញុំមើលថែគ្នាស្រាប់ទៅហើយតាំងពីក្មេងមកពួកខ្ញុំជាមួយនឹងគ្នាមករហូតខំរៀនណាកូនគ្រូសាយើងមានតែកូនម្នាក់ទេសង្ឃឹមថាកូនម្នាក់នេះនឹងមកធ្វើឲ្យពុកម៉ែពិបាកចិត្តហើយខំរៀនដើម្បីអនាគតព្រោះពុកម៉ែគ្មានអីចែកឲ្យកូននោះទេមានតែពីទូមាននិងកម្លាំងចិត្តឲ្យកូនតែប៉ុណ្ណោះត្រឹមជាអ្នកផ្ដល់កំណត់ឲ្យកូនខ្ញុំសប្បាយចិត្តដែលបានកើតជាកូនពុកម៉ែតើយើងមិនមានធនធានដូចជាគេតែគ្រួសារយើងមានតែភាពកក់ក្ដៅកូនសន្យាថានឹងធ្វើឲ្យគ្រួសារមួយនេះមានជីវភាពល្អប្រសើរចាំកូនសន្យាពុកម៉ែសាពូកាដូចជាឯងនេះđangតែនាំសំណាងជួយគ្រូសាហាញ់រៀននៅស្រុងជាសាពូកាអ្នកណាក៏ស្គាល់ជាពិសេសគ្រូក៏ស្រឡាញ់ពេញចិត្តគ្រប់តែគ្នានឹងអ្នកមីងខ្ញុំជឿថាកូនស្រីរបស់អ្នកមីងម្នាក់នេះជាផ្កាយនាំសំណាងដល់គ្រូសារបស់អ្នកមីងហើយនឹងឯនេះសរសើរគ្នាពេកហើយក្មួយក៏ដូចគ្នាណាក្មួយណែនត្រូវខំសិក្សារៀនសូត្រព្រោះអ្នកក្រគ្មានទ្រព្យដូចជាពួកយើងនេះមានតែចំណេះប្រជាទេទើបអាចយត់យងជីវិតបានមើលថែគ្នាមានអីខុសលើគ្នាបន្តិចបន្តួចក៏ចេះអត់អន់នៅគ្នាទេព្រោះថាចានក្នុងរាវតែតែមានប៉ះទង្គិចគ្នាខ្លះជារឿងធម្មតាទេអ្នកមីងនិយាយមកដូចមិនដឹងចិត្តខ្ញុំអញ្ចឹងខ្ញុំនឹងស្រីរន់រាប់អានគ្នាតាំងពីក្មេងមកទោះបីពេលខ្លះមានអានចិត្តនឹងគ្នាតិចតួចតែក៏មិនអាចគិតថានឹងបាបគ្នានោះដែរបានហើយនំគ្នាឡើងចុះកុំឲ្យគេរងចាំយូរណាស់ទៅបានហើយណាកូនចាចឹងខ្ញុំលាហើយណាពុកម៉ែចាសុខសប្បាយណាកូនថែខ្លួនផងមិនដែលបែកកូនបែបនេះដល់តែអញ្ចឹងដូចជាមិនទេកូនគេតែរៀនទៅរកចំណេះដើម្បីសាងអនាគតពុកវាតែមានអារម្មណ៍បែបនេះធ្វើអីចុះខ្ញុំមិនបានទៅហាមកូនឯណាខ្ញុំគ្រាន់តែនិយាយពីអារម្មណ៍តាមិននឹងម៉ែវានេះបានហើយរៀបចំខ្លួនទៅធ្វើច្បាប់បន្លែទេថ្ងៃនេះដាំកូនស្ពៃបង្ហើយព្រោះថាកូនក៏ធំហើយពុកវាធ្វើ3រោគទេខ្ញុំដាំតែម្ដងឲ្យហើយបដ ாய் រាល់ថ្ងៃនេះកុំតែបានមុខរបរដាំបន្លែបន្តិចបន្តួចនឹងហើយគ្រាន់នឹងបានលក់នោះបានលុយខ្លះសម្រាប់កត់គង់ជីវភាពគ្រួសារបើអត់ពីដំណាំបន្លែនឹងទេមិនដឹងថាពួកយើងទៅរកអីនោះទេយើងជាអ្នកស្រែឲ្យទៅរកអីទៅពុកវាមានតែធ្វើស្រែនឹងដាំបន្លែបកាចឹងហើយរាល់ថ្ងៃនេះខ្ញុំមិនតូចចិត្តអីនោះទេជីវិតបែបនេះក៏ក្តីសុខម្យ៉ាងទោះមិនមានបានហោហៀតែយើងបានរស់មកស្រួលសំខាន់កុំឲ្យតែឈឺទៅបានហើយបើឈឺគឺចប់ហើយក្រគ្មានលុយចឹងផងនោះបានហើយខ្ញុំទៅរៀបចំធ្វើរោងស្បៃសិនម៉ែវាក៏ទៅរៀបចំដាំបាយដាំស្លដែរតែមិនប្រហែលក៏ថ្ងៃដល់ម៉ោង3ឥឡូវហើយគេដឹងហើយការងារគេហត់យ៉ាងមិនដែរបន្ទប់ប៉ុណ្ណេះអាចនៅបានដែរទេហើយឯងនិយាយមកតែខ្ញុំជាអ្នកក្រឹងអញ្ចឹងបន្ទប់នេះស្អាតជាងបន្ទប់ខ្ញុំដេកនៅស្រុកទៅទៀតរឿងអីនៅមិនបាននោះហើយចាំមួយខែប្រហែលទៅថ្លៃបន្ទប់ជួលនោះថ្លៃបន្ទប់មួយខែ$50ថ្លៃទឹកថ្លៃភ្លើងផ្សេងទៀតតិចឬច្រើនស៊ីសងទៅលើយើងអ្នកប្រើទេសំរុំឲ្យ$50ចឹងយើងចេញម្នាក់ពេលកដាចឹងចាំមកនិយាយតិចតើរកដល់ផ្សារទិញរបស់ទៅប្រើណងតែពេលនេះរៀបចំទុកដាក់សម្លៀកបំពាក់នឹងវិញទឹកសម្អាតខ្លួនសិនតែតោះរៀបចំបន្ទប់សិនស៊ីកាទៅណាទៀតហើយម៉ាតើមកជើងណាកស៊ូដែរគឺខ្ញុំចង់ដើរផ្សារទិញសម្ភារៈសិក្សានឹងណាពីព្រោះថាចិត្តដល់ថ្ងៃចូលសាកលវិទ្យាល័យហើយច្បាស់ហើយមែនទីងថា
ថាទៅផ្សារទិញសម្ភារៈសិក្សានោះមិនកិច្ចនាំគ្នាទៅដើរលេងទៀតទេអីចាម៉ាក់នៃម៉ាក់ដល់បារម្ភទេដេញខ្ញុំធំហើយខ្ញុំដើរលេងជារឿងធម្មតារបស់យុវវ័យសម័យថ្មីនេះទេម៉ាក់ចង់ឲ្យខ្ញុំធ្វើជាកំមុំចុងម្លុំដូចចាស់ចំនួនម៉ាក់មែនទេមិនអញ្ចឹងនោះទេតែយ៉ាងណាក៏ដោយកុំហួសហេតុពេកយើងនៅក្មេងវ័យកំពុងតែរៀនសូត្រចុះបើបណ្ដោយខ្លួនឲ្យសប្បាយហួសហេតុពេកវានឹងនាំផលវិបាកមកឲ្យយើងវិញសម័យនេះត្រូវតែចេះត្រូវតែពូកែងទើបចូលក្នុងសង្គមប្រកួតប្រជែងបានចាអ្នកម៉ាក់កូនម៉ាក់ម្នាក់នេះមិនឲ្យម៉ាក់ខកចិត្តទេរៀនក៏មិនដែលបានលេខអនដែរនេះម៉ាក់មានអីស៊ូទៀតដែរទេខ្ញុំកំពុងតែបញ្ញាប់ផងហើយចុះទៅផ្សារនឹងមិនរកនាំគ្នាទៅជាមួយដែរផងទេកុំដាស់តែម្នាក់ឯងអញ្ចឹងអីណាកូនខ្ញុំទៅជាមួយវីតានតាមម៉ាក់អញ្ចឹងខ្ញុំទៅសិនហើយកុំឲ្យវាចាំយូរនៅតែស្រង់មិនដែលបានឡាមកទីក្រុងទេដល់ទៅពេលបានមកអញ្ចឹងគឺផ្លាច់ភ្នែកណាស់អញមកចាស់ផ្សារទំនើបស្អីក៏មានលក់ដែរនឹងស្អីក៏មានដែរអត់ទៅលើតែងតាណែចុះថាមកទិញរបស់ក្នុងផ្ទះបាយមែនទេមិនក៏នាំខ្ញុំមកកន្លែងនេះទៅវិញគឺខ្ញុំចង់ទិញកាបូបមួយគ្រាន់តែយូរហ្នឹងមកក្រុងអញ្ចឹងក៏ចង់មានអីស្អាតស្អាតប្រើខ្លះអញដឹងទេដល់មកមិញឃើញគេស្រីកាន់កាបូបស្អាតស្អាតហ្នឹងស្អីគេមកមិនតាន់ដឹងឯណែនេះផងចង់ហៅហាតាមគេហើយមែនទេណែស្រីណែរបស់អនុថ្លៃណាស់កុំសប្បាយអស់ใจលុយពេកនោះដឹងហើយថាពុកម៉ែនៅស្រុកតម្រាំទៅរកលុយឲ្យយើងបានថាគាត់ប្របាក់ប៉ុណ្ណានោះហើយគ្នាដឹងហើយត្រង់តែកាបូបយូរមួយតាំងមិនប្រហែលទេគេថាស្រីស្អាតតើតែមានរបស់ជាប់ខ្លួនខ្លះតើចាំគ្នាទិញកាបូបមួយហើយចាំទៅរកមើលចាំឆ្នាំម្ដងហើយឯនេះពុកម៉ែផ្ដាំមកឲ្យថាអ្វីដែលមិនចាំបាច់កុំទិញមិនតាន់ដឹងអីផងចាយលុយច្រើនទៅហើយឯងក៏ប្រាប់គាត់តែសុំទិញតែមួយនេះទេណាំងឯងនេះពិតជានារីដែលពូកែត្បិតត្បៀនសន្សំសំចៃមែននេះខ្ញុំគ្រាន់តែចង់ឲ្យឯងចេះគិតចឹងនេះតែមិនក៏មកថាខ្ញុំត្បិតត្បៀនបែបនេះអញគឺជាមនុស្សល្អបានហើយតែឆាប់ទៅរកទិញនឹងបានទៅទិញចានឆ្នាំម្ដងណែនឹងវីតាំងខ្ញុំខំក៏ហាក់ម៉ាក់ថាមកទិញសម្ភារៈសិក្សាហ្នឹងបើគាត់សួរអញត្រូវប្រាប់តាមអ្វីដែលខ្ញុំនិយាយហ្នឹងអូដឹងហើយមនុស្សដើរជាមួយគ្នាចិត្តមកជីវិតហើយនោះមិនដឹងចិត្តទៀតឬយ៉ាងម៉េចនេះយើងចិត្តដល់ថ្ងៃចូលរៀនហើយខ្ញុំដូចជាមិនស្រួលក្នុងចិត្តយ៉ាងម៉េចទេអញព្រួយចិត្តរឿងអីទេមនុស្សមានលុយចាយមិនអស់ដូចអញនេះចេះព្រួយចិត្តដែរគឺខ្លាចរៀនមិនចេះហ្នឹងអញក៏ដឹងថាការរៀនវិទ្យាល័យគឺយើងបានឯងនឹងហៅជួយនោះមិនថាពេលប្រឡងគឺអញអាចចម្លងរហូតតាមមកទល់ពេលនេះមកដល់សាកលវិទ្យាល័យវាមិនស្រួលអញ្ចឹងទេដឹងបើខ្លាចចឹងខំរៀនទៅរឿងបែបនេះពឹងគេមិនបានរហូតទេវ៉ៃខ្ញុំជួយឲ្យបានចេះតែជួយហើយតែបើជួយមិនបានក៏មិនដឹងធ្វើអ្មេចដែរបានហើយសម្រាប់ថាមកផ្សារនេះចង់ទិញអីទៀតហើយគឺចង់ទិញកាបូបថ្មីនឹងហើយឯងនេះមនុស្សមកដល់ហាងកាបូបទៅហើយចង់ឲ្យទិញស្អីវិញតែបើថាមកទិញកាបូបទេក៏ឆាប់ទិញទៅមួយនេះគឺពិតជាតំណាងដែរតាំងសុំតើអ្នកនាងមួយនេះខ្ញុំចាប់បានមុនខ្ញុំសុំឲ្យណាំងអត់ទេខ្ញុំចាប់បានមុននាងលែងតែងយ៉ាងម៉េចហ្នឹងមកក៏មកដណ្ដើមរបស់ខ្ញុំមកក៏និយាយបែបនេះមួយនេះខ្ញុំចាប់បានមុនអ្នកដែលដណ្ដើមខ្ញុំគឺអ្នកនាងនឹងហើយណាខ្ញុំថាឲ្យគេទេកាបូបមិនច្រើនទៀតកុំតែមានបញ្ហាជាមួយគេអីណាខ្ញុំមិនបានចង់មានរឿងជាមួយអ្នកណានោះទេតែអញក៏ដឹងថាខ្ញុំជាអ្នកឃើញមុនសុំតើអ្នកនាងមួយនេះខ្ញុំសុំហើយនាងរកមើលមកផ្សេងតែងណែមកក៏និយាយមិនស្ដាប់គ្នាបែបនេះរបស់ណាក៏ដោយបើខ្ញុំចាប់បានទៅហើយនោះនាងគ្មានសិទ្ធិបញ្ជាខ្ញុំនោះទេសំខាន់ខ្ញុំឃើញមុនវីតាំងអញថាតើមិននរណាឃើញមុនតែងគេមែនហើយអញឃើញមុនខ្ញុំជាសាក់សៃបានហើយស្រីនេះឲ្យគេទេបើអញស្រឡាញ់មុននេះនៅមានទៀតទេសួរតែម្ចាស់ហាងគេទេសំទោសអ្នកទាំងអស់គ្នាមិញនេះជាប់ភ្ញៀវនៅខាងនោះតែមិនបានមកស្វាគមន៍តែចង់បានកាបូបមួយណាដែរខ្ញុំចង់បានមួយនេះជួយច្រកឲ្យខ្ញុំផងទេបងហេម៉ូតនឹងមានទៀតដែរទេចៃដន្យមិត្តខ្ញុំគេក៏ស្រឡាញ់ម៉ូតនេះដែរជួយយកឲ្យមើលទៀតដែរមក
អូសំទោសអូនចៃដន្យមុតនេះសោះតែមួយនឹងគាត់គឺអូនអាចមើលមុតផ្សេងបានទេបងមុតនេះខ្ញុំពេញចិនហើយខ្ញុំក៏បានឃើញមុននាងនេះដែរប៉ុន្តែនាងមិនដណ្ដើមខ្ញុំមិនបានទេណាកាបូបនេះត្រូវតែលក់ឲ្យខ្ញុំណាណែនាងប្រងអស់និយាយប្រមាណដងទៀតខ្ញុំថាហើយបើខ្ញុំចង់បាននាងក៏កុំសង្ឃឹមអេនេះបើតាមមើលសភាពដូចជាអ្នកមកពីស្រែងមានលុយទិញអត់នោះដឹងទេថាកាបូបនេះមានតម្លៃប្រមាណនោះខ្ញុំថាមើលទិញពួកនាងក៏មានជីវភាពមិនល្អប្រមាណដែរកុំសង្វាត់ប្រើកាបូបល្អល្អថ្លៃថ្លៃអីវាមិនស៊ីនឹងជីវភាពរបស់ពួកនាងទេកាបូបមួយនេះអាចស្មើនឹងលុយដែលពួកនាងចាយ2ខែផងក៏មិនដឹងកុំអីហ្នឹងពេលឃើញអញ្ចឹងខ្ញុំពិតជាអាណិនខ្ញុំបែបណាក៏ដែរក៏ជារឿងរបស់ខ្ញុំដែរប្រកាសដែលសំខាន់នោះរបស់ដែលខ្ញុំពេញចិត្តខ្ញុំក៏មានលទ្ធភាពទិញនេះមិនដែលដឹងថាកូនអ្នកក្រំដូចជានាងបើជាគ្មានការអប់រំទៅដើមមើងងាយគេបែបនេះខ្លួនឯងខុសហើយនៅតាំងខ្លួនត្រូវទាំងទៅតឹងទេកុំឆ្លោះប្រកែកគ្នាអីណាសម្រួលគ្នាទេនៅនេះខាងនោះខ្ញុំសុំទោសផងណាបើសិនជាអាចរកមើលមកថ្មីក៏បានខ្ញុំមានច្រើនទៀតអត់តែខ្ញុំចង់បានមួយនេះហើយអ្វីដែលសំខាន់នោះខ្ញុំជាអ្នកមកមុនតែនាងទីងដែលមកដណ្ដើមខ្ញុំនោះខ្ញុំជាអ្នកឃើញមុនអ្នកលូសម្រាប់មើលតែងថាគួរឲ្យអ្នកណាំងរវាងម៉ួយប្រចាំនិងអ្នកដែលមកពីស្រែងលុយតិចទិញតម្រុំសន្សំលុយទិញបានគូនៅខាងណាតែងខ្ញុំថាមនុស្សធន់ដូចជាពួកនាងតែរកមើលកាបូបដែលគេចាក់កូននៅក្រោមឆាត់នោះវិញតែងវាស័ក្តិសមនឹងនាងជាងអ្នកលក់យ៉ាងមកទៅហើយគេចឹងនៅនាងមកខាងនេះមកខ្ញុំខ្ចប់ឲ្យឆាឃើញដែរទេប៉ុណ្ណឹងក៏ដឹងហើយថារវាងមនុស្សដូចជាពួកនាងនិងខ្ញុំគេរើសយកមួយណាននោះដូចជាមុននេះអញ្ចឹងមកសភាពក៏ដឹងដែរថាជាពួកមកពីស្រុកស្រែងកុំសង្វាត់ប្រើរបស់ល្អអីຕົកលុយទិញបាច់កញ្ចប់ស៊ីតែងវាបានច្រើនខែដែរមិនក៏មិនចេះប្រមាថខ្លួនបែបនេះបានហើយណាស្រីណែតអញក៏ប្រតែរឿងប៉ុណ្ណឹងធ្វើរឿងធំអីណាយើងជាអ្នកក្រគេថាត្រូវហើយរបស់អស់នេះវាថ្លៃពេកហើយមិនសមនឹងពួកយើងនោះទេយើងមិនចាំបានប្រមាណទេតែយើងចង់ឈ្នះហើយក៏ឈឺចិត្តដែរនឹងពេលដែលគេមើងងាយអញក៏អញ្ចឹងដែរនៅស្ងៀមឲ្យគេមើងងាយទៅកាន់យើងក្រក៏ប៉ិតមែនក៏ប៉ុន្តែយើងក៏មិនអាចទៅសុំបាយពួកវាស៊ីដែរហើយព្រោះខ្ញុំមិនចង់ឲ្យមានបញ្ហាហ្នឹងណានេះទៅតែមកដល់ផងមានរឿងចឹងទៅហើយទម្រាំនយោទៀតតែត្រូវជួបរឿងបែបណាវិញចាត្រូវហើយខ្ញុំនេះវាមិនស្លូតបោតរំតំដូចជាឯងនោះទេបើឯងនៅតែបែបនេះទៀតគេនឹងបន្តមើងងាយពួកយើងរហូតយើងមិនបានខុសយើងគ្រាន់តែចង់ឆោលភាពត្រឹមត្រូវរបស់យើងគឺពូតនាងទៅវិញទេដែលជាអ្នកខុសចង់ឈ្នះទាំងបំពេញនោះនេះឯងបន្ទោសខ្ញុំមែនទេបើចង់ឲ្យខ្ញុំសុំទោសផងព្រោះខ្ញុំមិនចង់ឲ្យមានរឿងមួយឆ្ងាយនឹងណាបានហើយកាបូបមានច្រើនរើមើលថ្មីទេមិនចាំបាច់ទេអារម្មណ៍ហើយបានហើយត្រឹកមើលតែចានឆ្នាំវិញទេហើយមិនគួរណាមកចាញ់យ៉ាងនោះសោះឃើញដែរទេនឹងវីតាំងមនុស្សដូចជាខ្ញុំហ្នឹងគ្មានថ្ងៃចាញ់នោះទេបើខ្ញុំចង់បានទៅហើយគឺខ្ញុំត្រូវតែបានហើយឯងក៏ចឹងដែរណាមិនដឹងជាស្រឡាញ់អីណាណាទេមិនគេទៅប៉ះស្ដីជាមួយនាងនោះកាបូបក៏មានពេញទៅហើយតែដណ្ដើមគ្នាឲ្យខ្មាស់គេទៅកាន់គឺយើងចង់ឈ្នះវានឹងហ្នឹងវាជានរណាទេមើលក៏ដឹងថាមកពីស្រែដែរអញចង់ឲ្យយើងចាញ់វាឲ្យបាក់មុខមែនទេណែកុំប្រាប់ហ្នឹងថាអញចង់នៅខាងវាហើយអញឈួតទេមនុស្សមិនអាចស្គាល់ផងឲ្យទៅនៅខាងយ៉ាងម៉េចដឹងយីនេះព្រោះមិនតើឯងតែមានរឿងហ្នឹងវាមិនល្អមែនទេហើយជាថាមកទិញសម្ភារៈសិក្សាមែនទេចាំបើទៅវិញគ្មានអីជាប់ដៃបែបនេះតិចមកអញជាទេចាំទៅវិញចាំចូលទិញមួយផ្លែទិញតែពេលនេះយើងរកស្អីស៊ីសិនទិញគឺដូចជាឃ្លានហើយតោះនេះឯងនៅខាងនឹងគ្នាដែលមិនចង់និយាយអីទៀតមែនទេហើយស្រីណែតអញខ្លាចជាមនុស្សបែបនេះតាំងពីពេលណារឿងចប់ហើយឲ្យវាចាប់ចោលខ្ញុំមិនសប្បាយចិត្តទេណាដែលបែបនេះយើងបានខាងនឹងអញទិញតែយើងខាងនឹងនាងម្នាក់នោះដែលមើងងាយយើងគិតថាអ្នកក្រមិនចេះឈឺចាប់ទេឬយ៉ាងម៉េចដែលវាមកមើងងាយនោះឲ្យតែក្រងគេត្រូវតែចាញ់ចឹងហ៎ហើយចុះកុំកាត់ច្រើនអីណាហើយអីហូបទេនឹងអាចទៅបន្តវិញនេះយើងចេញមកក៏យល់ដែរហើយស្រីណែតនោះគឺជាពួកនាងដែលយើងជួបក្នុងហាងតែហើយមិនក៏ផែនដីនេះចង្អៀតម្លេះជាពួកនាងហ៎
នេះបើសិនជាមកលេបខែដាក់ខ្ញុំទៀតលើកនេះគ្មានទុកមកឲ្យទេមិនឲ្យមកមើងងាយស្រួលទេណាវិញ យើងធ្វើមិនខែងទេធម្មតាបានហើយអេបងសុំមនុយមួយមកណែទីនេះមានអីហូបឆ្ងាញ់ណាស់ខ្ញុំមកទិញតែរហូតនឹងមកកុយសិនមកអេនឹងសេកានង ពូនឹងទៀនអើយមកកជុកតែមនុស្សមិនចង់ជួបអញ្ចឹងថ្ងៃនេះបាត់ជាសយណាស់អាយខាញ់ដែរទេពូនេះមានចេតនានិយាយឲ្យយើងលឺច្បាស់ណាស់គឺចង់អង្គរឿងមែន ណែហើយតាមទៅពួកនាងទេកុំធ្វើលើទេចាប់បាត់ទៅហើយ ហើយក្លិនស្រែក្លិនភក់ជ្រំកបីមិនទេវីតាអាយមានធំក្លិនដែរទេហ្នឹង ក៏ខ្លះដែរតែថាតែនេះក្នុងក្រុងទេមិនក៏មានក្លិនភក់កបីទៅវិញចម្លែកណាស់ មានអីចម្លែកទេគឺក្លិនជាប់មកតាមជាមួយមនុស្សមកពីស្រែហ្នឹងមិនដឹងថានៅទីនេះមានអ្នកណាមកពីស្រែដែរទេហ្នឹងបានជាក្លិនបែបនេះវីតាអញជួយមើលកាបូបមួយនេះស្អាតដែរទេនេះខ្ញុំទៅតែទិញមកនេះដែរស្អាតដែរទេហ្នឹង គឺស្អាតហើយស័ក្តិសមជាមួយឯងទៀតគឺតែមនុស្សស្អាតធ្វើអីក៏សមកាន់អីក៏ឡើយនឹង ត្រូវហើយស្រីស្អាតហើយថែមទាំងជាអ្នកមានត្រូវតែមានរបស់ល្អប្រើអញ្ចឹងហើយមនុស្សសម័យឥឡូវពិបាកណាស់ខ្លួនអន់តែខំសម្ញែងឲ្យគេមើលមកថាលុយជាពិសេសនោះគឺពូកមកពីស្រុកស្រែងចង់ស្អាតណាស់តែមិនចេះមើលធនធានខ្លួនឯង ទៅបារម្ភណាស្រីណាតគេចង់និយាយពីឈើយើងតែបើយើងធ្វើមិនឈើនោះផានការគេគ្មិនបានជោគជ័យដែរអត់ធ្មត់ទេ នេះខ្ញុំអត់ធ្មត់ហើយណាបើខ្ញុំមិនអត់ធន់នោះប្រហែលជាមានរឿងនៅក្នុងហាងនេះឡើយហើយពួកនាងនេះពិតជាចាំអង្គរឿងប្រកាសណាស់គិតថាយើងមិនមន់ចង់មើងងាយសັບក្រុមយ៉ាងពិតជាការសរសើរឯណាស្រីរ៉ាន់គេនិយាយឌឺដងបែបនេះហើយនៅមិនចេះខាងតបតទៀតអមែនហើយពីព្រោះអ្នកដែលមានរឿងជាមួយពួកនាងមិនមែនជាឯងមែនទេ ណាតមិនកាយនិយាយបែបនេះគឺខ្ញុំមិនចង់មានរឿងវិញឆ្ងាយទៅវិញទេអញក៏ដឹងថាសម័យនេះពេលមានរឿងអីនោះយើងជាអ្នកក្រទៅត្រូវក៏គេថាខុសជាពិសេសច្បាប់សម័យនេះកាន់ចេះតែអ្នកមានលុយទេសងំទេ នាងវីតាំងឯងមានលើពួកនាងនិយាយដែរទេនិយាយខ្សៅឬក៏វាជេរពួកយើងទេដឹង ហើយអញស្ដាប់មិនលឺធ្វើមិនខ្ញុំស្ដាប់ព្រឺទេមិនហើយអញស៊ីវិញទេកុំទៅចាប់អារម្មណ៍ជាមួយពួកនាងនោះបងឯងសុំមនុយមួយមក មិនដឹងជាថ្ងៃអីទេមកជួបពួកមាត់ឆ្កែដល់តែ2ដងនេះថ្ងៃទី1មកដល់ដីទីក្រុងផងសោះអញ្ចឹងហើយនោះហើយចុះទៅថ្ងៃមុខមិនដឹងជាសើចបែបណាខ្លះទេអាយហើយចុះអត់ចង្រៃណាទេជាមិនតមិនបាប់ផ្នែកទេឬយ៉ាងម៉េចពីនឹងបោកពួកយើងទៅហើយស្រីរ៉ាន់មានត្រូវត្រង់ណាដែរទេ អត់មែនទេហើយចាយនោះមិនត្រូវអត់ណាំ មិនអីទេណាឯងនេះពួកយើងដល់លង្កៀនទៅហើយណាមកឆ្វែទៀនហាពួកនេះមិនដឹងជាបញ្ញាប់ទៅងាប់ឯណាទេដឹងយ៉ាងម៉េចណាថ្ងៃនេះមិនក៏សយយ៉ាងនេះហា ចាំមែននេះបើគ្រោះថ្នាក់ទៅគិតយ៉ាងម៉េចទីក្រុងមកទេយើងរនៅកាត់ឬក៏អត់នេះបើមកមិនតន់បានមួយថ្ងៃផងមិនរឿងមិនបញ្ហាហើយនោះ ចាក់ខាងដែរឯងនេះស្មំតាជាមនុស្សចិត្តប្រែទៀតហើយតែងបានហើយបានមិនអីក៏ល្អហើយបានចឹងតាអេ សុំទៅអ្នកនាងមាញ់នេះមានត្រៃត្រង់ណាដែរទេគឺខ្ញុំមិនបានមើលបេននឹងគេអ្នកនាងទៅហើយ អូចាលោកពួកខ្ញុំមិនអីទេនៅលោកបបមកវិញធ្វើអីទេ អូគឺខ្ញុំស្មានថាអ្នកនាងមានដួលឬក៏របួសយ៉ាងណាបើថាយ៉ាងម៉េចចាំមកខ្ញុំនឹងបានជូនទៅមន្ទីរពេទ្យ ពួកខ្ញុំមិនអីទេមកបែបនេះក៏ល្អហើយចង់ប្រាប់ថាលើក្រោយហ្នឹងបើកឲ្យចេះមើលមនុស្សផងតាមផ្លូវសាធារណៈមានមនុស្សម្នាក់ដាច់វិញហ្នឹងមិនមែនជាផ្លូវសម្រាប់យើងតែម្នាក់ឯងទេណា បាទលេខក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះអញ្ចឹងបើថាមិនអីទេខ្ញុំសូមត្រឡប់ទៅវិញសិនហើយ តាមពិតមនុស្សក៏មានល្អអាក្រក់ដែរតែនៃចិត្តទុកថាគេជាមនុស្សល្អហើយដែលជាមិនសមទោសហើយចង់ជូនពួកយើងទៅពេទ្យនោះ មិនតន់ស្គាល់គេជាមនុស្សបែបណាផងហ្នឹងមកកថាគេជាមនុស្សល្អបែបនេះឯងនេះឃើញមិនមន់ពេលជាមួយមនុស្សប្រាស់ឡើងរੂរាយតែម្ដង ហើយអញជួយស្អីហ្នឹងហើយបានហើយឆាប់ទៅទេ ហើយនេះមិនទាន់មកដល់ទៀតណាត់ឯងតាំងពីម៉ោង 2 ឥឡូវម៉ោង 7:04 ទៅហើយនៅមិនទាន់អាចក្បាលមកទៀតលឺតែថាចិត្តដល់តាំងពីម៉ោង 2 ហើយ
ចាំងមិនរអូអីហ្នឹងនេះខ្ញុំលើមិញនេះអូមកដល់ហើយនេះចាំបាច់អាពេចណាត់ខ្ញុំតែពីម៉ោង2ឥឡូវម៉ោង7:04ហើយឯងទៅតែមកដល់ឲ្យខ្ញុំចាំនៅចិត្ត2ម៉ោងណែបើថាយឺតយ៉ាងអញ្ចឹងមិនក៏ឆាប់ឲ្យខ្ញុំមកម្លេះឲ្យខ្ញុំសុំតោគឺនៅផ្ទះរវល់នឹងណាម៉ាក់ប្រើតែរហូតទៅតែតំណេទៅបានមករកឯងនោះយ៉ាងម៉េចចាំតែប៉ុណ្ណឹងសោះហើយទូរស័ព្ទក៏មានលេងរហូតដែរមានតែអត់សុកអីណាតែយើងនេះមិនចូលចិត្តចាំជូរទេវើលើកក្រោយបើណាត់ម៉ោង2ប្រហែលខ្ញុំត្រូវមកម៉ោង4ហើយបើឯងលេងតែម៉ាក់នេះនោះដឹងហើយលើកក្រោយឈប់ជិតហើយណាអាចឆៃលៀងមិននេះខ្ញុំមាននឹងបកមនុស្សវើសំណាងហើយដែលមិនកើតអីនោះស្អីឯងទៀតដែរហើយថាมันខមមែនមនុស្សជិះម៉ូតូលឿនដូចឯងនោះណែមិនមែនស្លាប់វល់ល្ងាចទេណាប្រាប់ហើយប្រាប់ទៀតអារឿងជិះម៉ូតូហ្នឹងជិះកុំឲ្យលឿនពេកបើគ្រោះថ្នាក់តែឯងមិនថាទេកុំឲ្យតែប៉ះពាល់ដល់គេទៀតនោះហើយឯងនិយាយនេះបារម្ភពីគ្នាអត់នោះព្រោះតែបញ្ញាមកជប់ឯងនឹងហើយបានជាខ្ញុំជឿលឿននោះតែឯងដឹងទេថាស្រីម្នាក់នោះគឺពិតជាស្អាតណាស់ចរិតឯងតែប៉ុណ្ណឹងឃើញស្រីស្អាតបានហើយក៏មកបន្តថាមកពីឯងបញ្ញាមកជប់ខ្ញុំនោះគឺឯងតែបែបនេះតែរហូតហើយខំតិចបានទៅជប់ជំរាបឯងនិយាយស្ដីគ្មានសេរីសួស្ដីសោះហើយចាំមកដល់ហើយចាំកាលបាននាំគ្នាទៅនោះនេះឯងប្រុងតាណាទេតើក្រែងនិយាយគ្នាឬហែងតាថានាំគ្នាទៅជាទុកលេងនៅមុខវាំងនោះជាម្ដងអស់តែ5000រៀលទេបានស្រូបខ្យល់បរិសុទ្ធមកឆ្អែតបានធូរចិត្តយើងដឹងថាទៅហើយតែនេះខ្ញុំមិនទាន់បានស៊ីអីទេណាចាំឯងឡើងមកល្ងាចហើយមិនហ៊ានហើយអីស៊ីដល់ទេចាំជុំឯងហ្នឹងហើយចាំទៅស៊ីអីនៅលើតុឯនោះក៏បានដែរគេមានលក់អន្តាទៅបានហើយតោះម៉ូតូខ្ញុំទុកនៅត្រង់នោះ